ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានសូមស្វាគមន៍សាជាថ្មីចូលមកកាន់ Channel របស់ខ្ញុំនៅក្នុងថ្ងៃនេះអញ្ចឹងថ្ងៃនេះដែរខ្ញុំមានសាច់រឿងមួយដែលនឹងលើកយកមកចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទុកគ្រាន់ជាទីសន្តាប់ទៀតហើយសាច់រឿងរបស់យើងហ្នឹងគឺតាក់ទងជាមួយនឹងការដែលទៅជួលផ្ទះថ្មីមកកន្លែងណាហើយត្រូវបានជួបនៅរឿងហេតុការណ៍ផ្សេងនៅក្នុងផ្ទះនោះអញ្ចឹងផ្ដើមឡើងដោយមាននិស្សិត4នាក់ដែលត្រូវទៅរៀននៅឯទីក្រុងភ្នំពេញអញ្ចឹងទាំងអស់គ្នាគឺសុទ្ធតែជាមនុស្សស្រីទេអញ្ចឹង4នាក់ហ្នឹងបើយើងរៀបរាប់ទៅមានឈ្មោះថាស្រីពេជ្រម៉ាលីចន្ទរាហើយនិងសុភ័ក្រអញ្ចឹងអ្នកទាំង4ហ្នឹងបន្ទាប់ពីប្រឡងថ្នាក់ទី12បានជាប់ហើយក៏បានឡើងទៅទីក្រុងភ្នំពេញដើម្បីទៅរៀនតណាដល់អញ្ចឹងហើយក៏សម្រេចចិត្តដូចថាចូលលុយគ្នាហើយស្វែងរកផ្ទះជួលនៅដោយគិតថាអត់ចង់នៅបន្ទប់ជួលអញ្ចឹងដោយសារវាតូចវាចង្អៀតពេកអញ្ចឹងទៅអញ្ចឹងក៏បានចូលលុយគ្នាដើម្បីជួលផ្ទះមួយកន្លែងនៅជាយក្រុងហើយនៅពេលនោះដែររកទៅវាចេះតែមានផ្ទះដែលរៀងថ្លៃអញ្ចឹងណាហើយបន្ទាប់មកក៏ចេះតែដើរស្វែងរកស្វែងអីទៅនៅឯជាយអញ្ចឹងក៏ឃើញថាមានផ្ទះមួយកន្លែងនោះជួលតម្លៃរៀងធូរថ្លៃអញ្ចឹងគិតថាសមរម្យហើយក៏ដូចថាណាត់ម្ចាស់ផ្ទះម្ចាស់អីសុំមើលផ្ទះមើលអីអញ្ចឹងណាអញ្ចឹងបន្ទាប់ពីបានណាត់គ្នាណាត់អីហើយក៏បានទៅនាំគ្នាទៅមើលផ្ទះនឹងតាមការណាត់អញ្ចឹងទៅដល់អ៊ីម្ចាស់ផ្ទះហ្នឹងដែលគាត់ដូចថាចេះតែបញ្យល់ណែនាំទៅថាផ្ទះគាត់ហ្នឹងគឺជាផ្ទះដែលផ្ទាល់ខ្លួនទេមិនមែនជាផ្ទះជួលទេប៉ុន្តែដោយហេតុថាគាត់មានផ្ទះមួយកន្លែងទៀតអញ្ចឹងទៅគាត់អត់បាននៅនឹងទេដោយសារគាត់ទៅមកទិញផ្ទះថ្មីអញ្ចឹងហើយក៏សម្រេចចិត្តដាក់ផ្ទះនឹងជួលតែម្ដងទៅប៉ុន្តែមើលទៅសភាពផ្ទះហ្នឹងមិនជាថ្មីទេគឺសភាពផ្ទះដែលធ្វើដូចជារៀងយូរឆ្នាំហើយដែរណាដល់ពេលអញ្ចឹងទៅការដែលចូលទៅក៏មិនបានន័យថាការរៀបចំអីស្អាតបាតអីដែរណាមួយក៏ចេះតែគិតគ្នាថាតម្លៃប៉ុណ្ណឹងយើងវាសមរម្យហើយពីព្រោះដើររកច្រើនថ្ងៃមកហើយវាអត់បានទេវាមានតែតម្លៃលើនឹងអញ្ចឹងណាអញ្ចឹងក៏សម្រេចចិត្តទៅក៏ថានឹងរើអីវ៉ាន់ក៏ដូចជាកក់លុយកក់អីនៅផ្ទះនឹងទៅអញ្ចឹងផ្ទះជួលនឹងដែរវាដូចថាវាមិនមែនជាផ្ទះមួយដែលនៅទីប្រជុំជនខ្លាំងអញ្ចឹងណាដោយសារតែនៅជាយក្រុងហ្នឹងនៅចិត្តហ្នឹងដោយសារគេមិនទាន់អភិវឌ្ឍអីអស់ទេកាលពីពេលហ្នឹងណាគឺដោយសារតែនៅចិត្តកន្លែងផ្ទះគាត់នៅហ្នឹងប្រហែលជាងាយពី20ទៅ30ម៉ែត្រហ្នឹងវាមានស្រះទឹកមួយអញ្ចឹងដែលចំណាំតែមានអ្នកដែលគេមកស្ទូចត្រីស្ទូចអីអញ្ចឹងទៅដោយសារតែវាមានទឹកដូចជាទឹកស្រះមួយរៀងធំដែរអញ្ចឹងណាដោយសារតែគេធ្វើផ្ទះធ្វើអីហ្នឹងមិនទាន់ពេញដីនឹងអញ្ចឹងក៏គេមិនទាន់ចាក់លុបអស់អញ្ចឹងទៅអញ្ចឹងក៏មានអ្នកស្ទូចត្រីស្ទូចអីហើយនៅអាស្រះទឹកហ្នឹងក៏មានដុះដូចជាដើមឈូកដើមផលិតឬក៏ជាពិសេសហ្នឹងដើមកផ្លោកតែម្ដងអញ្ចឹងគឺវាដុះនៅពេញទឹកហ្នឹងអញ្ចឹងទៅហើយអ្នកស្ទូចត្រីខ្លះហ្នឹងដើម្បីស្ទូចត្រីបានក៏ចុះទៅស្ដារទៅដកអាកផ្លោកឈូកអីហ្នឹងមួយចំនួនហ្នឹងចេញទុកមកប្រឡោះដើម្បីពួកគាត់ស្ទូចត្រីស្ទូចអីអញ្ចឹងណាអញ្ចឹងនៅពេលដែលផ្ទះហ្នឹងដូចថាត្រូវរើគ្នាហើយពេលហ្នឹងដែរអ៊ីម្ចាស់ផ្ទះហ្នឹងក៏បានប្រាប់ទៅកាន់អ្នកទាំងអស់គ្នានឹងថាបើសិនជាយប់ប្រលប់អីក៏គួរតែកុំចេញដើរទៅណាទៅអីចឹងណាយប់ប្រលប់អញ្ចឹងពីព្រោះថានៅតំបន់ហ្នឹងវាជាយវាអីស្ងាត់ចឹងទៅហើយគាត់ក៏ចេះតែប្រាប់ដែរថាគេយប់គេអីចេះតែបើកភ្លើងបើកអីចឹងណាកុំបិទកុំអីកុំឲ្យថាវាស្ងាត់ផ្ទះអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងទាំង4នាក់ហ្នឹងគិតថាអ៊ីម្ចាស់ផ្ទះគាត់មានបំណងល្អអីអញ្ចឹងទៅក៏មិនសូវជាចាប់អារម្មណ៍អីដែរតែមួយចំណុចទៀតដែលគាត់ប្រាប់ទៅដល់អ្នកទាំង4នាក់ហ្នឹងគឺថា
ដូចថាយប់ឡើងកុំដើរពេកអីនៅក្នុងផ្ទះហ្នឹងអញ្ចឹងដោយសារតែវាអាចនឹងវាមានសំណើមសើមក្នុងផ្ទះអញ្ចឹងគេលោវាដួលល្អិលដួលល្អិលអីដោយសារតែផ្ទះជាប្រភេទផ្ទះដែលការ៉ូអញ្ចឹងទៅវាតែត្រូវកាលណាត្រូវទឹកវាមិនសើមពេលកាលណាសើមវាអាចយើងដើរទៅវាល្អិលដួលអីអញ្ចឹងណាអញ្ចឹងក៏ដោយសារអ្នកទាំង4ហ្នឹងគិតថាគេលោវាដីផ្ទះធ្វើជាប់នឹងដីអញ្ចឹងយប់ឡើងអាការ៉ូហ្នឹងវាបឺតសំណើមចេញពីដីមកធ្វើឲ្យការ៉ូហ្នឹងសើមហើយអាចធ្វើឲ្យគាត់ហ្នឹងល្អិលដួលអញ្ចឹងក៏មិនមានជាការចាប់អារម្មណ៍អីខ្លាំងដែរអញ្ចឹងក៏ម្ចាស់ផ្ទះហ្នឹងក៏បានផ្ដាំផ្ញើហើយក៏អ៊ីម្ចាស់ផ្ទះហ្នឹងបានត្រឡប់ទៅវិញទៅអញ្ចឹងយប់ដំបូងដែលពួកគាត់បានមករស់នៅជុំគ្នានៅនឹងអញ្ចឹងក៏មិនបានដូចថាចូលសម្រាកចូលអីភ្លាមដែរដោយហេតុថាទើបតែមកនៅផ្ទះថ្មីអញ្ចឹងដូចថាតម្រាំទៅបានបោះជូតអីហើយហ្នឹងវាម៉ោង8 9 10យប់ទៅហើយអញ្ចឹងវាហាក់បីដូចជាអស់កម្លាំងដែរណាអញ្ចឹងក៏សម្រាប់ចិត្តថាឥឡូវទៅកំងទៅអីដូចថាទិញសាច់ទិញអីទិញបាយយកមកញ៉ាំជុំគ្នាអញ្ចឹងទៅអញ្ចឹងក៏បានទៅទិញទៅអីមកប៉ុន្តែពេលនឹងដែរពួកគាត់ទាំងអស់គ្នាហ្នឹងមិនបានទិញអីយកមកសែនដាក់នៅផ្ទះហ្នឹងទេដោយសារតែថាវាយប់ហើយអីហើយនៅថ្ងៃទី1មិនបានគិតគូរអីដល់អីអញ្ចឹងណាអញ្ចឹងក៏អត់បានទិញទេអញ្ចឹងក៏បានត្រឹមតែទិញអាហារសាច់ក៏ដូចជាភេសជ្ជៈស្អីមួយចំនួនមកញ៉ាំតែគ្នា3 4នាក់ហ្នឹងទៅអញ្ចឹងដែរនៅពេលដែលកំពុងតែអង្គុយជុំគ្នានៅខាងមុខអញ្ចឹងទៅហើយស្រាប់តែញ៉ាំពេលម៉ោង10ម៉ោងអីហ្នឹងម៉ោង10ជាងហ្នឹងក៏ស្រាប់តែមកសទុះក្រោយមកក៏ដូចថាសេពេជ្រក៏បានកលេចទៅដល់ការ៉ូនៅមុខបន្ទប់កន្លែងជើមផ្លូវបត់ចដោលឡើងទៅឡើងតឿខាងលើអីហ្នឹងក៏បានឃើញថាសើមអញ្ចឹងសេពេជ្រហ្នឹងក៏សួរថាហើយពីណាគេមិញហែងចូលទៅបន្ទប់ទឹកហើយអត់ជូតជើងជូតអីមើលដើរស្នាមជើងឡើងពេញផ្ទះនេះហើយមិនបានចូលទៅអត់ជូតជើងជូតអីរកកណាត់រកអីជូតទៅណាអញ្ចឹងពេលនឹងដែរសេពេជ្រក៏ឆ្លើយថាក៏និយាយអញ្ចឹងទៅហើយម៉ាលីក៏បានថាអត់បានចូលទេហើយចន្ទរាក៏ដូចសុភ័ក្រក៏អត់បានប្រាប់ថាអត់បានចូលដែរហើយដល់ពេលអញ្ចឹងគាត់ក៏ថាមិនឲ្យទៅទឹមថ្ងៃដំបូងសោះគ្រាន់តែមកនៅលេងថ្ងៃដំបូងសោះហើយគ្រាន់តែមិនទាន់ដឹងអីផងហើមុខអ្នកដែលថាចូលបន្ទប់ទឹកអត់ជូតជើងជូតអីអត់ឃើញផងហើយធ្វើអញ្ចឹងទៅអីឥឡូវទៅរស់នៅជុំគ្នាថ្ងៃទី1នេះអញ្ចឹងម្នាក់ក៏ចេះតែប្រកែកថាអត់បានចូលទេអត់អីទេអញ្ចឹងដើម្បីថាកុំឲ្យវែងឆ្ងាយអញ្ចឹងទៅសុភ័ក្រគាត់ថាឥឡូវមិនអីទេចាំគាត់យកកណាត់យកអីទៅជូតអាស្នាមដានជើងចេញពីបន្ទប់ទឹកនឹងចេញអញ្ចឹងទៅដើម្បីកុំឲ្យវែងឆ្ងាយណាកុំឲ្យល្អក់កកអីតែណាមួយក៏វាធ្វើការរៀងហត់អញ្ចឹងគិតថាសេះពេជ្រវារៀងមួម៉ៅមួយអីតិចអញ្ចឹងដែរអញ្ចឹងចេះតែអង្គុយញ៉ាំបន្តទៀតទៅល្មមទៅអស់ទៅអីចឹងទៅហើយបន្ទាប់ពីនឹងទៅពួកគាត់ហ្នឹងក៏បានដូចថាងូតទឹកងូតអីហ្នឹងចូលទៅសម្រាកចឹងទៅបន្ទាប់ពីងូតទឹកងូតអីជុំគ្នាហើយក៏បានទៅគេងនៅបន្ទប់តែមួយណានៅជាន់ឡាវតឿហ្នឹងអញ្ចឹងនៅពេលដែលអ្នកខ្លះក៏គេងនៅខាងក្រោមអញ្ចឹងទៅអ្នកខ្លះក៏គេងនៅលើហ្នឹងទៅដោយសារតែក្រែនៅបន្ទប់ឡាវតឿហ្នឹងគឺមានតែមួយទេហើយដល់ពេលអញ្ចឹងគាត់ថាណានៅក្រោមសិនណាលើសិនទៅចាំរួចហើយចាំគិតគូរអូខេអីមក1មក2ទៀតអញ្ចឹងណាដើម្បីបានគេងលើក្រែដាក់ពូកដាក់អីទាំងអស់គ្នាអញ្ចឹងទៅអញ្ចឹងក៏ដូចថាក៏តាមនឹងឲ្យទៅរួចមកយប់2យប់ឲ្យការដែលចាប់ផ្ដើមនៃការរៀបចំនឹងដំបូងអញ្ចឹងទៅបន្ទាប់ពីឡើងទៅងូតទឹកងូតអីហើយអស់អញ្ចឹងក៏នាំគ្នាគេងទៅក៏បិទភ្លើងហើយស្រាប់តែមកសទុះក្រោយមកនេះខ្ទង់ប្រហែលជាម៉ោង12ក៏ស្រាប់តែឮសំឡេងជើងស្រាប់នៅខាងក្រោមអញ្ចឹងម្នាក់ហ្នឹងធ្វើការរឿងអស់កម្លាំងអស់អីដែរអញ្ចឹងឲ្យថាឮដែរប៉ុន្តែក៏មិនចាប់អារម្មណ៍ថាជាណាគេណាអីដែរហើយក៏គិតថាក្នុងចំណោមហ្នឹងគេលោកមានណាគេម្នាក់ចុះទៅដើរនៅខាងក្រោមខាងអីអញ្ចឹងណា
có lư ta sẽ lên chương sập sập chẳng từ chẳng chụp ti mùi nó có mình miên ấy để cua ổi chập ở rắm này chẳng mình nè kết tham mình nè kết tham mình nè chẳng á có một ban về ngày đây hai bữa to pi nâng màu pi là riệp lứ sập tại pi nâng đáy sẽ bích nữa tiết đấy nó pi để quạt trâu bị tục tật à pi riệp lứ nó hiệp trâu bị tục tật bỏ quạt nó pi để quạt bạc phường tới quạt ở ra mưa từ cái chó đó chẳng thua ở quạt mua mau từng chụp thì rồi quạt ha cái chó tiếp tại chút hỏi cà pí à là nghịch mình cà pí ám pe môn chỗ đây chỗ ấy nữa hơi là mấy ban từ để thay vô đáy mà riêng đáy tầng song khang tầng đọp nè từ tục là lừa cái chó hơi thưa về ở trên sàn bạt đáy bạt ấy là lừa cái chó chứ nữa chẳng quạt khăn miền tên để tham mật phẹ quạt ở mấy chứ à tâm ta ruột nơi cho mùi niềm toàn ban đối thà tẹt mày nó mình toàn ban mà ngày phong hòa lâu vì mấy chânจะđặc bật đến mấy đối thà admin jewel sai cài thế ấy thà cả chuột cả sập ạt toàn hỏi phong hòa lâu màu ấy nè cho tục tật hỏi thơ mưa đội nhẹ sờ vâng này ấy tiếng này một bán phật sa phật ấy chẳng đối thà snam riêng đai nó ấp nó lừa cái chọn nó cứ snam pin pin đây mà đâu đối thà việc cứ chia snam mệt ở lại riêng đai bỏ một nước sấy chứ đọc pin chẳng tới việc thưa ao sẽ pin nó mẹ rong ta khăng tiếng pi mong buôn mong ấy nó hiệp lư nó này chẳng đấy có sum hẹ cho ta trăm phật trăm vậy cái nè chẳng có chỗ tới đây và thò thì tự chẳng dục ti muối cứ miền tây bản nắng hỏi đập bên ngày ti pí có nơi tại bờ to bao chu hiệp cho mười văn ai vài văn xem nâng tiệt tư có ở thà chỉ thò mặt đa chẳng từ hỏi đập bên dẹp tập bên tầm nề bên ngày tròn này chẳng có gì bịch xua tham anh miền hưởng mùi tiền hai anh trong vậy mà sao mấy tha anh na cái chỗ tục tất hỏi ọt chút chương chút ấy đan chương bình tiền hỏi sao tật hỏi ở lớn nè đi tham dục mấy nhà hiệp lứ anh na cái chỗ tục tất thì rồi hỏi vô ở lên đáy này tập ấp nâng cái chọ hỏi trên sàn bình nè đọc pin chẳng mà đã cho cô tham ban tê ọt ban đăng tê đọc pin chẳng là bây giờ phò tang giấy bây cô ô đáy cô hào nè tao ngọc nè từ mưa đi thay chỉ phò tang nó không bắt tục nữa chẳng là bây đã từ đó cô ọt miên khơi đây thà miền Nam miền ấy được cao bị giấy bịch khơi nhưng chẳng đọc pin chẳng mình đã chấp ăn một tô giấy bịch mình là ấy thà chỉ ta dùng sầm mày định một mưa thì đấy rồi ta chỉ ta chọt kia tập đây tập đá miền khơi Nam một cái nè đọc pin chẳng tới giấy bịch cô chọn đây hỏi cô cứ thà buổi chút thế nè tao nếu thà ót đăng thì miền ban chút nè thà dục mình thà mình chụp tục tập phòng hỏi cho móc có chô nương cộm nữa ấy chúng ta bán chụp tục tập nữa lơ nông tê chân rương nắng có trong lô mà rương thì tự chân ngày năng đá cứ chơi tập riệp trong tia nắng cho lang tiết tới đôi thang cô ở cả lang ở ấy đài Nepal Brazil nâng chân bắt tọa pi riệp trong tia hơi bộ qua từng ở cái này nữa tông mỏng buồn mỏng pram nắng có ban ta tinh một hộp hái vô một tục đạn đượcក្នុងផ្ទះហ្នឹងដើម្បីធ្វើម្ហូបអីញ៉ាំជុំគ្នានៅក្នុងថ្ងៃហ្នឹងចឹងដោយសារតែមានការហត់នឿយពេញមួយថ្ងៃហ្នឹងទៀតទៅហើយតម្រាំតែរៀបចំបោសជូតស្អាតណាធម្មតាផ្ទះអត់មានអ្នកនៅចឹងតម្រាំតែបោសជូតស្អាតហ្នឹងក៏វាយូរដែររៀបចំមួយវាយវ៉ាន់សពគ្រប់ហ្នឹងដុសបន្ទប់ទឹកលាងចានប្រគុណលាងឡាបូផ្ទះបាយផ្ទះអីរៀបចំបោសពីងពីងអីខ្លះចឹងណាអញ្ចឹងការរៀបចំហ្នឹងវាពិតជារៀងហត់នឿយដែរអញ្ចឹងក៏នាំគ្នាទៅខាងក្រៅហ្នឹងទិញម្ហូបអាហារក៏ដូចជាមាននឹកឃើញរឿងទិញដូចថាស្រាហ្នឹងពី3កំប៉ុងផងដែរដូចថាគ្រាន់ថាទិញសាច់យកមកអាំងអញ្ចឹងទៅក៏ញ៉ាំជុំគ្នានៅឯមុខផ្ទះអញ្ចឹងទៅអញ្ចឹងក៏បន្ទាប់ពីនឹងហើយក៏បានបើកភ្លើងបើកអីអាំងសាច់នៅមុខខាងផ្ទះអញ្ចឹងណានៅក្រៅផ្ទះអញ្ចឹងទៅកុំឲ្យក្លិននៃអាការអាំងសាច់ហ្នឹងវាធំក្លិនពេញផ្ទះពេញអីអញ្ចឹងនៅពេលហ្នឹងក៏ចេះតែអង្គុយលេងជជែកគ្នាលេងហើយក៏ឃើញអ្នកចិត្តខាងខ្លះដើរកាត់ហ្នឹងក៏ចេះតែថាស្រែកហៅឲ្យមកចូលញ៉ាំចូលហូបអីជាមួយគ្នាអញ្ចឹងទៅអញ្ចឹងអ្នកចិត្តខាងក៏គេដូចថាឆ្លើយមកដូចថាគួសមគួអីអញ្ចឹងណាប៉ុន្តែក្នុងកាយវិការមើលទៅម្នាក់ហាក់ដូចជាមើលមកពួកគេហ្នឹងរៀងប្លែកថាអាមិនអញ្ចឹងហើយគ្រប់គ្នាក៏គិតថាប្រហែលតនថាពួកគាត់ទៅមកថ្មីអញ្ចឹង
ការដែលសម្លឹងពួកគាត់មើលមកយើងហ្នឹងគឺគ្រាន់ថាគាត់អត់ស្គាល់ក្នុងនាមក្នុងបំណងថាអ្នកអត់ស្គាល់ដល់ពេលអញ្ចឹងក៏មិនបានគិតអីវែងឆ្ងាយដែរអញ្ចឹងបន្ទាប់ពីនឹងទៀតទៅអង្គុយស្រាប់តែពេលនឹងដែរកាលពីម្សិលមិញនោះគឺសៃពេជ្រអ្នកគេឃើញដានជើងចេញពីបន្ទប់ទឹកថាណាគេចូលបន្ទប់ទឹកអត់ជូតជើងហើយដល់ពេលថ្ងៃនេះដែរចាប់ផ្ដើមឡើងដោយច័ន្ទរាវិញច័ន្ទរាក៏ឃើញថាថ្ងៃហ្នឹងទៀតអាណាគេចូលបន្ទប់ទឹកហើយឥឡូវមិនត្រឹមតែចូលបន្ទប់ទឹកសើមជើងបន្តិចដូចម្សិលមិញទេឥឡូវលើសពីម្សិលមិញទៀតដានជើងចេញពីមុខបន្ទប់ទឹកនោះទៅដល់ចក្រានបាយឥឡូវដានជើងទៅមកឥឡូវមិនទៀតឥឡូវអញដល់ពេលយូរអញហត់ដែរនេះចង់ដូចថាយូរដូចថាលែងចង់សម្អាតលែងចង់និយាយអីដែរហើយមិនបាននាំគ្នាណាគេហើយទៅចូលបន្ទប់ទឹកទុកអីអត់ជូតជើងជូតអីកណាត់ដាក់នៅមុខនោះមានហើយមិនបានមិនជូតហើយមិនបានដើរឲ្យវាសើមទឹកពេញអីពេញផ្ទះអញ្ចឹងណាអញ្ចឹងសុភ័ក្រម៉ាលីសៃពេជ្រហ្នឹងចាប់ផ្ដើមមើលសម្លឹងទៅតាមការនិយាយនោះទៀតហើយក៏មើលមុខគ្នាហើយម្នាក់ដូចថាបង្ហាញទឹកមុខថាខ្លួនមិនបានធ្វើអញ្ចឹងណាអញ្ចឹងក៏មានការងឿងឆ្ងល់ដែរដល់ពេលអញ្ចឹងសៃពេជ្រគាត់ថាអាណាចេះឥឡូវក្នុងចំណោម2នាក់ហ្នឹងឥឡូវម៉ាលីហើយនឹងសុភ័ក្រនេះអាណាគេអ្នកដើរណាពីព្រោះបើតាមមកកម្មគាត់ចាំដូចអង្គុយនៅនឹងទាំងអស់គ្នាទេអត់មានណាគេដើរទៅទេហើយមិនបានសើមអញ្ចឹងហើយក៏គិតថាប្រហែលជាមកពីការ៉ូហ្នឹងវាចាស់វាអីចឹងវាអាការជ្រាបទឹកជ្រាបអីហ្នឹងមកចំមកដានជើងដានអីយើងដែលដើរទៅណាដូចថាវាចេញជាស្នាមជើងធ្វើអីចឹងក៏មិនបានគិតវែងឆ្ងាយដែរក៏ចេះតែនាំគ្នាហូបសាច់អាំងផឹកស្រាអីបន្តិចបន្តួចចឹងទៅមុខហ្នឹងអញ្ចឹងបន្ទាប់ពីដូចថាម៉ោងប្រហែលជាខ្ទង់ម៉ោង10ដែរហើយអញ្ចឹងក៏នាំគ្នាលើរៀបចំអីចឹងលើកអាណាដាក់ចូលក្នុងអាណានៅក្រៅសិនចឹងណាដល់អញ្ចឹងហើយក៏នាំគ្នាចូលទៅដេកដូចរដងចឹងទៅប៉ុន្តែលើកនឹងទៀតហើយដោយសារតែមិនទាន់បានទិញក្រែថ្មីក្រែអីដាក់មកទៀតទេដើម្បីបានថាបានដេក2នាក់ទៀតអញ្ចឹង2នាក់ដេកនៅខាងក្រោមហើយម្នាក់2នាក់ដេកនៅខាងលើអញ្ចឹងជាធម្មតាចឹងឯងប៉ុន្តែឆ្លាស់គ្នាម្សិលមិញណាគេដេកលើពូកឥឡូវមកដេកខាងក្រោមវិញហើយណាគេដែលដេកខាងក្រោមឡើងទៅលើពូកវិញអញ្ចឹងគេឆ្លាស់ថ្ងៃគ្នាអញ្ចឹងណាអញ្ចឹងក៏អញ្ចឹងទៅស្រាប់តែនៅពេលដែលបិទភ្លើងបន្ទប់អាឡែងភ្លើងដែលក្នុងបន្ទប់ហ្នឹងក៏ស្រាប់តែមកសតុះក្រោយមកស្រាប់តែលើសលេងជើងទៀតណាតែសលេងជើងហ្នឹងខុសពីកាលពីម្សិលមិញដែលម្សិលមិញឮដែលថានៅខាងក្រោមទេតែសលេងដើរណាហើយនៅពេលហ្នឹងដើរដូចស្រាប់តែដើរមកដូចថាឮសលេងជើងដើរជុំវិញក្រែរបស់គាត់ចឹងវាហាក់បីដូចជាសមាជិករបស់គាត់នៅណាម្នាក់ដើរមកជុំវិញហើយអើតមើលមុខចឹងទៅដើរជុំវិញនេះទៅអើតមើលមុខអ្នកនោះទៅអញ្ចឹងដូចថាអ្នកដេកនៅលើក្រែហ្នឹងក៏មានអារម្មណ៍ថាអីគេក៏ដេកលើក្រែម្ដងសោះតែដើរមកឈ្ងោកមើលមុខមើលអីចឹងណាដោយសារតែគាត់បិទភ្លើងមើលអត់ឃើញតែស្ទង់អញ្ចឹងក៏គិតថាអ្នកដែលនៅខាងក្រោមហ្នឹងថាទៅគ្នាទៅមកដេកលើក្រែមួយថ្ងៃសោះម្ដងសោះធ្វើឯងណាមកឈ្ងោកមកអីមើលចង់ដឹងថាធ្វើខ្លួនដេកលក់ណាហ្នឹងអញ្ចឹងខ្លួនគាត់ថាសងំធ្វើដេកលក់ទៅអញ្ចឹងបន្ទាប់ពីនឹងមកសតុះក្រោយមកហ្នឹងក៏ស្រាប់តែអ្នកដែលម្នាក់ដែលដេកលើក្រែហ្នឹងក៏ដូចថាត្រូវទៅបន្ទប់ទឹកដោយសារតែផឹកស្រាផឹកអីអញ្ចឹងក៏ត្រូវការបត់ជើងតូចអញ្ចឹងដោយសារផឹកទៅវាយើងនិយាយទៅថាដូចវាឈឺនោមហ្នឹងវាញឹកជាងអាធម្មតាអញ្ចឹងក៏បើកភ្លើងទៅហើយដល់ពេលបើកភ្លើងទៅគាត់ក៏ស្រាប់តែស្រែកថាហួយពីណាចូលបន្ទប់ទឹកទៀតហើយនេះឥឡូវមិនត្រឹមតែដានជើងទេទឹកឡើងពេញផ្ទះឥឡូវស្នាមើលទឹកហូរឡើងពេញបន្ទប់ហើយណាគេអាដានជើងផងអាទឹកស្រកដូចក្លៀកពាក់ខោអាវសើមណាស្រកប៉ក់ពេញតែទឹកពេញតែការ៉ូអញ្ចឹងក៏គ្រប់គ្នាក៏ងើបឡើងមកមើលមកហើយក៏ងើបឡើងមកមើលទៅគឺថាម្នាក់ថាអត់បានដើរអីផងហើយមើលទៅខ្លួនប្រានម្នាក់ក៏អត់មានណាគេសើមដែរ
អានេះវាមិនត្រឹមតែសើមតែជើងប៉ុន្តែដូចថាវាអាទឹកស្រក់ហ្នឹងចេញពីខោអាវអញ្ចឹងណាអញ្ចឹងដែរដល់ពេលអញ្ចឹងគ្រប់គ្នាឆ្ងល់អញ្ចឹងមានអារម្មណ៍ថាហាក់បីដូចជាមិនស្រួលមានរឿងអីមិនស្រួលកើតឡើងនៅពេលដែលឃើញថាពីដំបូងឃើញតែដានជើងទេបន្ទាប់មកឃើញអាទឹកស្រក់នេះទៀតទាំងដែលមនុស្សដែលគ្រប់គ្នាហ្នឹងទើបតែចូលទៅដេកបានមិនទាន់ដេកលក់ផងហើយក៏ឥឡូវស្រាប់តែមានអាស្នាមទឹកស្រក់ទឹកអីហ្នឹងទៀតទាំងដែលម្នាក់អត់មានសើមខ្លួនសើមអីផងអញ្ចឹងវាធ្វើឲ្យម្នាក់ហ្នឹងចាប់ផ្ដើមសម្លឹងមកគ្នាថាប្រកាសជាមានរឿងអីមួយយ៉ាងកើតឡើងនៅផ្ទះហ្នឹងពីព្រោះថាអាខាងក្រោមទៅវាថាវាសើមពីដីមកប៉ុន្តែអានេះជន់ឡើងតើទឹកហ្នឹងវាមកពីណាមិនត្រឹមតែទឹកសើមធម្មតាណាមានទាំងដានជើងដើរជុំវិញក្រែទៅទៀតណែអញ្ចឹងអ្វីដែលធ្វើឲ្យអ្នកទាំងអស់គ្នាហ្នឹងគឺចាប់ផ្ដើមសម្លឹងមកគ្នាហើយថាផ្ទះហ្នឹងប្រកាសជាមានអីមួយយ៉ាងដែលមិនស្រួលដល់តែអញ្ចឹងហើយអ្នកដែលនៅដេកខាងក្រោមក្រែដែលនៅខាងក្រោមហ្នឹង2នាក់ហ្នឹងអត់ទេឡើងមកលើដែលជុំគ្នាក្រែដែលដេកបាន2នាក់ឥឡូវបញ្ជាតិបាន4នាក់ឡើងធូរសឹងថាថែម2នាក់ទៀតក៏បានដែរក្រែប៉ុណ្ណឹងដល់ពេលអញ្ចឹងហើយពេលហ្នឹងដែរក៏អត់មានបិទភ្លើងដែរបន្ទប់ហ្នឹងគឺបើកភ្លើងហើយអញ្ចឹងក៏ចេះតែដូចថាដេកលមូចូលគ្នាណាដូចថា4នាក់ហ្នឹងអញ្ចឹងមានភួយមានអីគ្រប់ចិត្តអស់ហើយអត់មានគិតថាក្តៅស្អុះក្តៅអីទេគឺគ្រប់ចិត្តអស់ហើយដល់តែអញ្ចឹងត្មមទៅផឹកឡើងភ្លឺឡើងស្រាប់តែម្នាក់ហ្នឹងមានការភ្ញាក់ផ្អើលមួយសារទៀតអ្វីដែលភ្ញាក់ផ្អើលមួយសារទៀតនោះគឺថាមើលទៅខាងក្រោមក្រែហ្នឹងគឺអត់មានទឹកអត់មានដានជើងអីទៀតទេទាំងដែលពួកគេហ្នឹងអត់ទាន់បានជូតអត់ទាន់បានភ្ញាក់ចុះនរណាម្នាក់ចុះទៅផងអញ្ចឹងណាទើបតែភ្ញាក់មកដាស់គ្នាមកស្រាប់តែអញ្ចឹងអ្វីដែលគាត់នឹងឃើញហ្នឹងគឺវាមានការដែលភ្ញាក់ផ្អើលមួយសារទៀតគឺឃើញដានជើងហ្នឹងអាស្នាមទឹកហ្នឹងគឺវាទៅបាត់អស់ហើយវាអត់មាននៅដក់ជាប់នៅផ្ទះហ្នឹងទៀតទេអញ្ចឹងវាធ្វើឲ្យគាត់ហ្នឹងភ្ញាក់ផ្អើលទាំងព្រឹកតែម្ដងចាប់ផ្ដើមសម្លឹងមើលមុខគ្នាទៀតហើយអញ្ចឹងអាយប់ទី2ហ្នឹងគឺជួបរឿងប៉ុណ្ណឹងចូលមកដល់យប់ទី3យប់ទី3គឺចាប់ផ្ដើមឡើងទៀតអ្នកទាំងអស់គ្នាហ្នឹងគឺអត់ដូចកាលពីម្សិលមិញទេឥឡូវនេះគឺបាយល្ងាចបាយអីហើយក៏ចាប់ផ្ដើមនាំគ្នាចូលដេកដែរហើយការដេកឡើងដេកហ្នឹងគឺអត់មានអ្នកដេកក្រោមទៀតទេគឺឡើងបញ្ជាតិគ្នាដេកនៅលើក្រែទាំង4នាក់តែម្ដងសុកចិត្តបញ្ជាតិគ្នាណាពីព្រោះថាអ្វីគ្រប់យ៉ាងវាមិនទាន់ច្បាស់លាស់នៅឡើយអារម្មណ៍ខ្លាចគឺខ្លាចទៅហើយប៉ុន្តែបើមិនសិនជាមិននៅនឹងតើទៅណាបើទើបតែមកបាន2ថ្ងៃហ្នឹងហើយណាមួយវាមិនទាន់ប្រកាសចិត្តថាជាស្អីប៉ុន្តែអារម្មណ៍ខ្លាចវាពិតជាមានហើយពេលនឹងដែរក៏ដូចថាការដេកការពួនហ្នឹងមិនបានបើកភ្លើងទេមិនបានបិទភ្លើងទេអញ្ចឹងគឺបើកភ្លើងជាធម្មតាស្រាប់តែម៉ោង9យប់មកដល់ភ្លើងក្នុងបន្ទប់គាត់ចាប់ផ្ដើមញាក់ភ្លឹបភ្លែបហាក់ដូចជាអំពូលចង់ដាច់អញ្ចឹងម្នាក់ចាប់ផ្ដើមទៀតហើយចាប់ផ្ដើមមានអារម្មណ៍មិនស្រួលទៀតថាមានរឿងអីកើតឡើងទៀតហើយថ្ងៃនេះថាអំពូលវាចាស់វាចង់ដាច់ពិតមែនឬមួយក៏វាមានរឿងហេតុអីបន្តិចក្រោយមកស្រាប់តែលឺក្នុងបន្ទប់ទឹកស្រាប់តែលឺបើកទឹកឆដល់ពេលអញ្ចឹងហាក់បីដូចជានរណាម្នាក់កំពុងតែចូលបន្ទប់ទឹកបើកទឹកបើកអីអញ្ចឹងទៅអញ្ចឹងគ្រប់គ្នានេះគឺញាក់សាច់បាត់ហើយចង់ចុះទៅណាក៏ចុះមិនរួចចង់ទៅរត់ចេញពីបន្ទប់ហ្នឹងវាត្រូវឆ្លងកាត់បន្ទប់ទឹកដែលនៅក្នុងបន្ទប់ឡើងទឿហ្នឹងវាត្រូវឆ្លងកាត់បន្ទប់ទឹកហ្នឹងដើម្បីចុះទៅក្រោមបានអញ្ចឹងអត់ហ៊ានទេបន្ទាប់ពីហ្នឹងមកក៏ចេះតែសង្ងំទៅភ្លើងក៏ចេះតែបិទបើកអញ្ចឹងទៅហើយបន្តិចក្រោយមកស្រាប់តែលឺសំឡេងទឹកលឺនៅខាងក្រោមក្រែរបស់ខ្លួនឯងតែលឺទឹកហ្នឹងវាមិនមែនដូចជាទឹកស្រក់ទេប៉ុន្តែវាដូចជាទឹកហូរដូចទឹកហូរនៅខាងក្រោមក្រែហ្នឹងចឹងហើយស្រាប់តែពេលហ្នឹងដែរម្នាក់ដូចថាមិនបានជាមានចេតនាអីចង់មើលនេះអីទេដោយសារម្នាក់ភ័យប៉ុន្តែអាលួចបើកភ្នែកណា
ស្រាប់តែបើកភ្នែកទៅឃើញទឹកដែលហូរចេញពីខាងក្រោមគ្រែហ្នឹងមានសភាពខុសពីរដងខុសពីថ្ងៃទី1ខុសពីថ្ងៃទី2ខុសពីថ្ងៃទី1និងថ្ងៃទី2ហ្នឹងគឺខុសត្រង់ថាថ្ងៃទី1ទឹកធម្មតាទី2ធម្មតាតែថ្ងៃទី3នេះវាហាក់បីដូចជាទឹកហ្នឹងលាយជាមួយនឹងឈាមអញ្ចឹងឡើងក្រហមចេញមកបូកផ្សំជាមួយនឹងមានធំក្លិនទៀតអញ្ចឹងរឿងទាំងអស់នឹងហើយធ្វើឲ្យអ្នកទាំងអស់គ្នានឹងគឺញាក់ញ័រអស់នៅក្នុងខ្លួនបែបន់អស់ហើយក្នុងខ្លួនថាប្រកាសណាស់ថាជាត្រូវខ្មោចលងហើយស្រាប់តែបន្តិចក្រោយមកហ្នឹងក៏បានឃើញនរណាម្នាក់នោះបើថានៅយើងឡើយទឿណាសម្លឹងចុះមកខាងក្រោមថាអាឡើយទឿហ្នឹងគេធ្វើហ្នឹងកញ្ចក់អញ្ចឹងណាសម្លឹងឃើញមកក្រោមស្រាប់តែឃើញមាននារីម្នាក់ដែលកំពុងតែឈរនៅខាងក្រោមមកហើយកំពុងតែសម្លឹងមើលមកពួកគេអញ្ចឹងអ្នកដែលអើតមើលហ្នឹងគឺណាគេគឺម៉ាលីគ្រាន់តែស្លេកទៅឃើញបើកភ្នែកតិចទៅឃើញcôចាប់ផ្ដើមស្រែកតែម្ដងហើយនៅពេលនោះដែរគ្រប់គ្នានោះគប់ថ្មិចភ្នែកហើយខំអោបគ្នាខ្លាំងណាហើយក៏ចេះតែស្រែកបន់ដូនបន់តាញញាក់ញញ័រអស់ហើយអង្គើអស់ហើយក្រែដោយសារតែ4នាក់នឹងភ័យអញ្ចឹងគឺអង្គើអស់ហើយអញ្ចឹងថ្ងៃនេះលេងទាំងម៉ោង9ម៉ោង10តែម្ដងអត់មានម៉ោង12អីណាទៀតទេគឺលេងតាំងពីម៉ោង9ម៉ោង10ទៅហើយអញ្ចឹងដែរនោះគូថាគាត់ក៏ចេះតែស្រែកអញ្ចឹងទៅហើយដូចថាបំណាច់ថាខ្លាចណាគូប៉ុន្តែនៅតែចង់មើលថាខ្មោចនឹងទៅនៅស្រាប់តែអត់ឃើញអញ្ចឹងគ្រប់គ្នាគាត់ថាប្រម៉ូសេចក្តីក្លាហានគាត់ថាឥឡូវយើងចុះទៅឥឡូវយើងនាំគ្នាខ្សឹបគ្នាថាយើងនាំគ្នារត់ចេញពីផ្ទះហ្នឹងទៅពីព្រោះម៉ោងទៅតែ9ជាង10ទេអញ្ចឹងបើចុះពីហ្នឹងទៅរកផ្ទះសំណាក់ដេកទៅបើនៅនឹងថ្មតភ្លឺនឹងស្មានណាទេងាប់មិនខានទេដល់ពេលអញ្ចឹងcôប្រម៉ូសេចក្តីក្លាហានហ្នឹងគ្រប់គ្នាហ្នឹងក៏សម្រេចគ្នាចុះហើយcôដាក់ជើងចុះមកនឹងអាលើឥដ្ឋហ្នឹងរត់កាត់ទឹកដែលនៅក្នុងបន្ទប់ហ្នឹងឯងអញ្ចឹងដោយមិនមើលអីទេរត់តោងគ្នាអញ្ចឹងទៅបើកភ្នែកពុំអញ្ចឹងណារត់ហើយទៅបើកទ្វារផ្ទះខាងមុខតែចង្រៃយកអីបើកទ្វារអត់បានទេទាំងតែផ្ទះហ្នឹងចាក់សោពីខាងក្នុងទេដោះកលឹះពីខាងក្នុងហើយក៏បើកអត់បានវាហាក់ដូចជានរណាម្នាក់ចាក់សោពីខាងក្រៅអញ្ចឹងគូបីថាទៀងយ៉ាងណាគុំមិនចេញអីមិនចេញដោះសោមិនបាននោះវាធ្វើឲ្យគ្រប់គ្នានឹងភ័យខ្លាំងមែនតើហើយស្រាប់តែពេលនឹងដែរក៏បានចោលភ្នែកមើលទៅជន់ឡាវតឿហ្នឹងស្រាប់តែឃើញនារីម្នាក់ដែលម៉ាលីឃើញមិញហ្នឹងគឺឃើញថាកំពុងតែនៅឯជន់លើហ្នឹងសម្លឹងមកពួកគេហើយចង្អុលពេលនោះដែរស្រាប់តែអ្នកទាំងអស់គ្នាហ្នឹងក៏រត់ទៅជាខានបាយវិញពេលដែលរត់ទៅជាខានបាយដូចថាឃើញនៅដូចថាអាតាមផ្លូវហ្នឹងអាមាត់ចដាវហ្នឹងក៏ឃើញនៅនឹងទៀតអញ្ចឹងក៏រត់ចេញអាពីចដាវហ្នឹងក៏រត់ចូលទៅកាន់បន្ទប់ទឹកពួននៅក្នុងបន្ទប់ទឹកអញ្ចឹងពេលនោះដែរក៏ស្រាប់តែមានថាទម្លាក់សក់ទម្លាក់អីពីលើមកបន្ទប់ទឹកហ្នឹងទៀតអញ្ចឹងវាអ្វីដែលគាត់ឃើញហ្នឹងគឺដូចថាអាភាពភ័យខ្លាចហ្នឹងរត់ចុះរត់ឡើងអញ្ចឹងផងដូចថាវាធ្វើឲ្យពួកគាត់ហ្នឹងពិបាកមែនទែនការដែលគាត់ស្រែកទាំងយប់ទាំងអីហ្នឹងបានធ្វើឲ្យផ្អើលដល់អ្នកជិតខាងមួយចំនួនអាចថាវាគេអត់ទាន់សម្រាប់អត់ទាន់អីដែរអញ្ចឹងម៉ោង9ម៉ោង10អីអញ្ចឹងពេលនោះដែរស្រាប់តែលឺសំឡេងមនុស្សស្រីដកទៅ4នាក់ឲ្យស្រែកអញ្ចឹងហើយអ្នកជិតខាងគេអាចថាដឹងប្រវត្តិខ្លះអញ្ចឹងណាក៏បានរត់មកប្រចាំង7ប្រចាំងអីមកហើយក៏គោះទ្វារគោះអីចឹងទៅអញ្ចឹងនៅពេលដែលដឹងថាឃើញថាមានអ្នកមកគោះទ្វារគោះអីអញ្ចឹងហើយក៏ស្រឡឹងឃើញទៅអូមានមនុស្សពី3នាក់មកអញ្ចឹងប្រុសនឹងស្រីខ្លះអញ្ចឹងណាអ៊ីចិត្តផ្ទះហើយនឹងពូអញ្ចឹងទៅដល់ពេលរត់មកក៏បានថាស្រាប់តែបើកទ្វារបានពេលហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាហ្នឹងក៏រត់ចេញមកទាំងដែលអារម្មណ៍ភ័យតក់ស្លុតនឹងខ្លាំងមែនតើហើយអ្នកដែលពូឯងមីងក៏សួរថាមានរឿងអីកើតឡើងអញ្ចឹងគាត់ក៏អត់ហ៊ាននិយាយទេគាត់គ្រាន់តែបិទភ្នែកហើយចង្អុលទៅកាន់ខាងក្នុងអញ្ចឹងពូនិងមីងហ្នឹងក៏បានយល់សេចក្តីថាប្រកាសជាមានរឿងអីហើយដោយសារតែគាត់អាចថារស់នៅជិតផ្ទះហ្នឹងក៏មានដឹងប្រវត្តិខ្លះអញ្ចឹងណាអញ្ចឹងក៏ពូនិងមីងហ្នឹងក៏នាំអ្នកទាំង4ហ្នឹងទៅសម្រាកនៅផ្ទះគាត់ដល់តែព្រឹកឡើងគាត់ក៏បាននិយាយថាយប់មិញហ្នឹងពួកគាត់ឃើញខ្មោចទាំងដែល
ឃើញតាំងពីថ្ងៃទី1ប៉ុន្តែអត់ទាន់ប្រកាសចិត្តណាទើបតែយប់មិញហ្នឹងគឺបានឃើញស្រស់តែម្ដងស្រាប់តែពេលនឹងដែរចន្ទរាក៏បានសួរទៅកាន់ពូមីងថាឲ្យប្រាប់គាត់តាមត្រង់មកណាថានៅផ្ទះហ្នឹងមានប្រវត្តិអីមែនអញ្ចឹងពូមីងហ្នឹងក៏គាត់បានតែជ្រុលថាខ្មោចលងប៉ុណ្្នឹងហើយក៏គាត់ប្រាប់ទៅថាកាលពីម្លងប្រហែលជា3ឆ្នាំមុនផ្ទះហ្នឹងគឺជាដូចថាមានកូនស្រីម្ចាស់ផ្ទះហ្នឹងគឺបានលងទឹកស្លាប់ដែលទឹកស្រះដែលនៅមិនឆ្ងាយពីផ្ទះគាត់នឹងប្រហែលហ្នឹងផ្ទង់20-30ម៉ែត្រហ្នឹងគឺលងទឹកនឹងឯងហើយដោយសារតែពីមុនទឹកហ្នឹងវាមិនមែននៅដល់ចង្ងាយប៉ុណ្ណឹងទេប៉ុន្តែដោយសារតែគេទើបតែចាក់ដីក្រោយមកទៀតទេពីមុនគឺនៅឯផ្ទះរបស់គាត់ដែលកំពុងតែជួលនឹងនៅតែម្ដងអញ្ចឹងអ្នកដែលម្ចាស់ដីដែលជាប់ផ្ទះគាត់ហ្នឹងទើបតែចាក់នៅពេលថ្មីនេះទេប៉ុន្តែកូនស្រីម្ចាស់ផ្ទះហ្នឹងបានស្លាប់ដោយការលងទឹកអញ្ចឹងហើយយប់ឡើងដូចថានៅក្នុងផ្ទះហ្នឹងចេះតែមានដានជើងដែលទឹកស្រកទឹកអីនៅផ្ទះហ្នឹងរហូតប៉ុន្តែព្រឹកឡើងវាបាត់អីចឹងទៅអញ្ចឹងដោយសារតែម្ចាស់ផ្ទះហ្នឹងត្រូវជាឪពុកម្ដាយហ្នឹងរស់នៅនឹងដូចថាវាចេះតែក៏មិនសូវជាស្រួលដែរឪពុកម្ដាយបងប្អូនគេហ្នឹងអញ្ចឹងក៏ដូចថាចេះតែសម្រេចចិត្តថាទៅរកគ្រូរកអីមើលកូនមើលអីយ៉ាងណាក៏មិនបានដែរដោយសារការស្លាប់របស់កូនហ្នឹងដូចថាចងកំហឹងនឹងឪពុកម្ដាយបងប្អូននឹងដែរការដែលគាត់ស្លាប់ហ្នឹងគឺដោយសារស្លាប់ថាអាចនឹងមានវិបត្តិផ្លូវចិត្តអីចឹងណាតាមការដែលពួកគាត់សន្និដ្ឋានចឹងទេពីព្រោះគាត់មិនបានដឹងរឿងរ៉ាវអស់ថាការស្លាប់នឹងព្រោះអីអញ្ចឹងក៏អាចនឹងគិតថាគាត់ផឹកស្រាស្វឹងហើយក៏ដោយសារតែមានវិបត្តិហ្នឹងផឹកស្រាស្វឹងហើយក៏ដួលធ្លាក់ទឹកស្លាប់នឹងក៏ថាបានដោយសារយើងអត់ដឹងរឿងពិតទេអញ្ចឹងគាត់បានប្រាប់តែប៉ុណ្្នឹងថាអូអញ្ចឹងដំណើរដើមតងគឺអញ្ចឹងទេហើយអញ្ចឹងដែរគាត់ក៏បានតាក់ទងទៅអ៊ីម្ចាស់ផ្ទះហ្នឹងក៏សុំថាអត់ជួលនៅទៀតទេហើយក៏សម្រេចចិត្តចេញពីផ្ទះហ្នឹងតែម្ដងហើយក៏បានប្រមូលអីវ៉ាន់ហ្នឹងក៏ទៅរកកន្លែងផ្សេងនៅទៅអញ្ចឹងសាច់រឿងរបស់យើងគឺមានតែប៉ុណ្្នឹងបងប្អូនអរគ្នាហើយក៏បងប្អូនយល់យ៉ាងណាដែរហើយបើសិនជាចូលចិត្តឬក៏យល់យ៉ាងណាអាចខមមិនម្នាក់មួយណាហើយសូមស្ដាប់ទៅគ្រាន់តែទុកជាការកំសាន្តទៅបានហើយបងប្អូនហើយណាមួយទៀតបើសិនជាពេញចិត្តកុំភ្លេចចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងបងប្អូនអត់មាន Subscribe ទេដល់ពេលអញ្ចឹងអាចតន់រកប្រាក់ចំណូលអីបានខ្លះអញ្ចឹងណាអញ្ចឹងក៏សូមថាបើបានមើលហើយជួយចុច Subscribe ម្នាក់មួយផងដើម្បីអាចឲ្យខ្ញុំបន្តដំណើរនិទានជូនទៅកាន់បងប្អូនទាំងអស់គ្នាបន្តទៀតអញ្ចឹងអរគុណបងប្អូនអរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ